ទស្សនីបងប្អូនជាទីនៅលើកថ្ងៃនេះមានរឿងចម្លែកកើតឡើងទៀតហើយស្រុកខ្មែរយើងមានរឿងចម្លែកកើតរហូតហ្នឹងអត់យល់ទេដោយសារតែរឿងហ្នឹងគឺពាក់ព័ន្ធនៅដោយមន្ត្រីប៉ូលីសកាលពីប្រហែលថ្ងៃមុននោះគឺពាក់ព័ន្ធនឹងសន្តិសុខភូមិថ្ងៃហ្នឹងគឺពាក់ព័ន្ធជាមួយមន្ត្រីប៉ូលីសម្នាក់បានបើបោទៅចោលនៅចាំថ្នល់ហើយមានប្រជាពលរដ្ឋយើងបានបើកឡានបុកពីក្រោយហើយក៏មានការតវ៉ាគ្នានិយាយគ្នាទៅវិញទៅមកយ៉ាងច្រើនប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះខ្ញុំក៏ចង់បញ្ចេញយោបល់ក្នុងថ្ងៃនេះដែរថាទោះបីជាខុសឆ្គងយ៉ាងណាក៏ដោយប្រជាពលរដ្ឋយើងធុញឥឡូវហ្នឹងក្នុងពេលឥឡូវហ្នឹងហើយបច្ចុប្បន្នហ្នឹងកំពុងតែមានការធុញថប់យ៉ាងខ្លាំងអំពីពាក្យគំរាមកំហែងនិងប្រមាថការទានហ្នឹងជាពិសេសលើមន្ត្រីរាជការមួយចំនួនដែលគាត់ភ្លេចខ្លួនថាខ្លួនឯងជាមន្ត្រីរាជការខ្លួនឯងជាមន្ត្រីប៉ូលីសដែលជាអ្នកថែរក្សាដែលជាអ្នកអនុវត្តច្បាប់ដែលជាអ្នកចេះច្បាប់ជាងប្រជាពលរដ្ឋសាមញ្ញធម្មតាបាទដល់ពេលមានបញ្ហាអីទៅគាត់ចេះតែគំរាមចេះតែកំហែងដល់ប្រជាពលរដ្ឋដល់យូរទៅពេលខ្លះក៏ប្រជាពលរដ្ឋអត់មានការសប្បាយចិត្តនិងមានអារម្មណ៍ថាតប់ប្រមល់នឹងធុញថប់ពេលខ្លះក៏តបតពេលខ្លះក៏មិនតបតប៉ុន្តែជារឿងនឹងមិនមែនជារឿងដែលពិបាកអីដោះស្រាយអីប្រហែលទេដោយដឹងស្រាប់ហើយប្រជាពលរដ្ឋម្នាក់នោះដែលគាត់បើខ្ញុំអត់និយាយឈ្មោះគាត់ទេហើយមន្ត្រីប៉ូលីសនឹងក៏មិនបាននិយាយឈ្មោះគាត់ដែរគាត់បានបើទៅបុកឡានប៉ូលីសនៅក្នុងភាពដែលគាត់អាចថាស្រវឹងឃើញរូបភាពវីដេអូអីអាចថាស្រវឹងប៉ុន្តែអ្វីដែលគាត់បានធ្វើគឺគាត់អត់បានរត់ចោលពីទីកន្លែងដែលកើតហេតុនោះទេគាត់ព្យាយាមដោះស្រាយជាមួយមន្ត្រីប៉ូលីសនោះគាត់ព្យាយាមដោះស្រាយគាត់ព្យាយាមធ្វើម៉េចឲ្យវាស្រួលកុំឲ្យមានផលលំបាកប៉ុន្តែផ្ទុយទៅវិញមន្ត្រីប៉ូលីសនេះគាត់មិនបានព្យាយាមដោះស្រាយដោយសន្តិវិធីទេគាត់បានគំរាមកំហែងនិងចាប់ប្រជាពលរដ្ឋម្នាក់នោះដាក់គុកនេះសឲ្យឃើញថាពេលប្រជាពលរដ្ឋខ្មែរយើងអ្នកខ្លះគាត់ស្វឹងឬក៏មិនស្វឹងមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍អីផ្សេងគាត់មានថាអញ្ចឹងហើយបានគាត់ព្យាយាមគេចពីកន្លែងកើតហេតុមូលហេតុអីពេលខ្លះហ្នឹងខ្លាចគេវាយដំច្រំធាក់ឬក៏ធ្វើទារុណកម្មណាមួយទៅលើរូបគាត់ដល់អញ្ចឹងហើយឃើញភាគច្រើនបំផុតប្រជាពលរដ្ឋយើងព្យាយាមរត់គេចពីកន្លែងដែលកើតហេតុហ្នឹងអញ្ចឹងបញ្ជាក់ថាអ្នកដែលប្រព្រឹត្តល្មើសហ្នឹងមានការភ័យខ្លាចឬក៏ហេតុការណ៍ណាមួយកើតលើខ្លួនទោះបីតាគ្រោះថ្នាក់ចរាចរណ៍នឹងតិចតួចក៏ដោយគឺព្យាយាមរត់គេចពីកន្លែងកើតហេតុនោះដោយសារខ្លាចកើតហេតុអីផ្សេងគេវាយដំច្រំធាក់គេវាយឡានអីជាដើមធ្វើឲ្យខូចខាតទ្រព្យសម្បត្តិកាន់តែធ្ងន់ដល់គាត់អានឹងក៏ជាផ្នែកមួយដែលប្រជាពលរដ្ឋខ្មែរដែលប្រព្រឹត្តខុសឬក៏បើកបរមានគ្រោះថ្នាក់ចរាចរណ៍អីផ្សេងក្នុងសង្គមខ្មែរយើងព្យាយាមរត់ចេញពីកន្លែងកើតហេតុហើយអ្វីដែលគួរឲ្យសរសើរគាត់នោះគឺគាត់អត់បានរត់គេចពីកន្លែងកើតហេតុទេសម្រាប់ប្រជាពលរដ្ឋម្នាក់នោះដែលគាត់ស្វឹងប្រហែលជាគាត់ចេញពីកន្លែងហូបចុកអីគាត់ស្វឹងប៉ុន្តែគាត់អត់បានគេចគាត់អត់បានរត់គេចទេប៉ុន្តែផ្ទុយទៅវិញមើលមន្ត្រីប៉ូលីសដែលគាត់បញ្ជាឲ្យកងនគរបាលដែលទៅធ្វើអន្តរាគមន៍ទីនោះឲ្យចាប់ប្រជាពលរដ្ឋម្នាក់នោះដាក់គុកគំរាមកំហែងគាត់ហើយមួយទៀតកំពុងតែមានបញ្ហានឹងគាត់បានទិញបារីអេឡិចត្រូនិកដែលជាបារីមួយខុសច្បាប់ដែលរដ្ឋាភិបាលព្យាយាមនឹងកម្ចាត់កុំឲ្យមានលក់នៅក្នុងប្រទេសកម្ពុជានោះគឺបារីនឹងវាធ្វើឲ្យប៉ះពាល់សុខភាពអ្នកដែលប្រើអញ្ចឹងជាបារីដែលរដ្ឋាភិបាលកំពុងតែហាមឃាត់កុំឲ្យលក់នោះមួយទៀតចំណុចមួយទៀតសបញ្ជាក់ថាមន្ត្រីប៉ូលីសនឹងប្រហែលជាគាត់បានរៀនច្បាប់អីទម្លាប់អីជាមន្ត្រីប៉ូលីសច្រើនព្រោះគាត់មិនមែនជាមន្ត្រីប៉ូលីសសាក់ទូចតាចទេបាទសាក់5គឺធំណាស់បាទសាក់5ធំណាស់គាត់ចេះច្បាប់ចេះទម្លាប់អីតែជាផ្នែកជាមុខជាមាត់អីក្នុងភូមិឃុំឲ្យសាក់5គឺធំគាត់ចេះច្បាប់ច្រើនដល់ពេលគាត់បញ្ចេញអកិរិយាបែបអសិលធម៌ដែលមិនសមបើជាមន្ត្រីប៉ូលីសអនុវត្តច្បាប់បាទគាត់ដូចជាខ្សោយនៃការដោះស្រាយពេលដែលប្រជាពលរដ្ឋជួបបញ្ហាណាមួយតាមផ្នែកផ្លូវច្បាប់អានឹងផ្នែកមួយហើយបានដឹងហើយថាគាត់សាក់ធំហើយការដោះស្រាយរបស់គាត់នឹងគឺពេលមានបញ្ហាជាមួយប្រជាពលរដ្ឋគឺគាត់ដោះស្រាយតាមបែបហិង្សាតាមបែបគំរាមកំហែងតាមបែបមិនមែនជាច្បាប់
ដែលមន្ត្រីអនុវត្តច្បាប់ត្រូវធ្វើខ្លួនជាអ្នកអនុវត្តច្បាប់ប៉ុន្តែគាត់អត់បានធ្វើអញ្ចឹងទេនេះសង្ឃឹមថាជាមេរៀនមួយដល់មន្ត្រីនគរបាលមន្ត្រីប៉ូលីសដែលគាត់មានមន្ត្រីប៉ូលីសល្អច្រើនណាស់ល្អច្រើនណាស់ដែលគាត់បានអនុវត្តច្បាប់ដែលគាត់តាំងខ្លួនជានីតិអាណាព្យាបាលដល់ពលរដ្ឋប៉ុន្តែនៅសល់មួយខ្ញុំសង្ឃឹមថាប្រទេសកម្ពុជាយើងមិនកាត់ឡើងបាតុភិបតាមដល់អ្នកអនុវត្តច្បាប់អញ្ចឹងតទៅទៀតទេខ្ញុំគិតថាគាត់នឹងកែប្រែចរិតធ្វើឲ្យល្អប្រសើរជាងនឹងព្រោះប្រជាពលរដ្ឋមានការលំបាកខ្លាំងណាស់ធ្វើការលំបាកខ្លាំងណាស់ដើម្បីបងពន្ធដើម្បីបានជាប្រាក់ខែដល់ពួកគាត់អញ្ចឹងហើយប្រជាពលរដ្ឋខុសឆ្គងម្ដេចម្ដាបាទដោះស្រាយដោយសន្តិភាពទៅហើយប្រជាពលរដ្ឋមិនមែនទាំងអស់គ្នាចេះច្បាប់ទេអញ្ចឹងណែនាំពន្យល់គាត់ខ្លះទៅអានេះជាចំណុចមួយដែលយើងជាមន្ត្រីនគរបាលចេះច្បាប់អនុវត្តច្បាប់ហើយយើងណែនាំខ្លះអីខ្លះទៅយើងដាក់ទោសក៏ដាក់ហើយប៉ុន្តែក៏ទន្ទឹមនឹងការដាក់ទោសនោះក៏យើងណែនាំប្រជាពលរដ្ឋខ្លះទៅក៏ជាផ្នែកល្អដែរបាទខ្ញុំអត់មានអីទេខ្ញុំក៏តែចង់ឃើញនឹងសង្ឃឹមថាមន្ត្រីនគរបាលប៉ូលីសចរាចរណ៍ឬមន្ត្រីណាក៏ដោយមានចរិតស្លូតបូតជាងមុនហើយរដ្ឋាភិបាលសង្ឃឹមថាគាត់នឹងចាត់វិធានការដល់មន្ត្រីណាដែលមិនគ្រប់លក្ខន្តិកៈធ្វើជាមន្ត្រីរាជការបាទអរគុណច្រើនបាទ